rung stong đa on đi cầu chắc cái xây dựng stong đa làm khởi ok chẳng có ba này xây dựng stong đa làm khởi cái chuyện là ai bàn này tóm đá mấy cá nhưng phở điện tu tàu mấy cá ní 4y cái rồi cái chương tham 4y cái chứ các bạn này bột 4y cái độ đọc mùi y cái độ một thấy smartphone anh đi riêng với cứ riêng ax cái bột b y cái bột cx bột d cái bột smartphone á cho riêng năng a hay b sinh nhà với mình đây nè sinh nhà đôi khi không này a គុណនឹង b ធំជាង0ណា a គុណនឹង b ធំជាង0មានន័យថាសញ្ញាវាដូចគ្នាហើយ a ខុសពី b បាទចឹង a គុណនឹង b ធំជាង0ហើយ a ខុសពី b ចឹងមានន័យថាហ្នឹងជា ellipse ជា ellipse អាហ្នឹងមកពីវាសួររៀងស្តង់ដារតាមក្រោយបើវាសួរមុនបើវាអត់សួរយើងយករៀងស្តង់ដារមកនិយាយតែដល់ពេលវាសួរយើងនិយាយអត់កើតខ្មាស់វាអញ្ចឹងយើងកុំអាននិយាយយើងប្រើរៀបបែបនេះវិញធម្មតាកោនិកកាលណាវាមានរៀងបែបនេះវារៀងបែបនោះដូចគ្នាកាលណា a គុណនឹង b តូចជាង0អញ្ចឹងវាជាellipse hyperbol ហើយបើ a គុណនឹង b ធំជាង0ជាមួយនឹង a ស្មើ b អញ្ចឹងវាជារង្វង់អញ្ចឹងបើសិនណាជា a គុណនឹង b ធំជាង0អញ្ចឹងយើងត្រូវមើលថា a ស្មើ b អត់បើសិនណាជាគាត់ a គុណ b តូចជាង0អាហ្នឹងមិនបាច់មើលថា a ស្មើ b អត់ទេបាទវាដឹងតែ a វាបូលហើយប៉ុន្តែបើសិនណាជា a គុណនឹង b ធំជាង0ត្រូវមើលថាតើអានោះវាអាចមាន2អាចជារង្វង់អាចជា ellipse អញ្ចឹងបានយើងមើលថា a ស្មើ b អត់បើ a ស្មើ b រង្វង់ហើយតែបើ a ខុសពី b អាហ្នឹងគឺ ellipse ចុះ parabol តលតែក្នុងរវាង a ហើយ b មានអាមួយណាស្មើ0មានអាមួយណាស្មើ0ទៅអាហ្នឹង parabol ហើយបាទនិយាយរួមគុណផលគុណវាគុណ a គុណនឹង b ស្មើ0បើ a គុណនឹង b ស្មើ0អញ្ចឹងវាជា parabol បាទអញ្ចឹងក្នុងករណីយើងអត់ប្រើរៀងស្តង់ដារយើងប្រើរៀងទូទៅគឺយើងសេបែបហ្នឹងឥឡូវវាជា ellipse ចំមកសំណួរហើយសំណួរទី1ដដែលគឺយើងសរសេរជារៀងស្តង់ដារចឹងយើងមិញវា 4y ការ៉េដក 16y បូកនឹង 9x ស្មើនឹង20ចឹងដើម្បីសរសេរជារៀងស្តង់ដារបានយើងត្រូវសរសេរវាបំពេញឲ្យទៅជាការ៉េសិនចាស់ y មាន2ចឹងយើងចាប់4ជាកតាសល់ y ការ៉េដក 4y ឥឡូវយើងបូកថែមប៉ុន្មានបូកថែម2ការ៉េអូខេបូកថែម2ការ៉េព្រោះនេះមានគុណ y យើង4អញ្ចឹងយើងដក2ការ៉េចេញវិញណាអា x មានតែ1ឯងអញ្ចឹងមិនបាច់ធ្វើអីវាទេទុកនឹងដែរស្មើនឹង20ចឹងនេះយើងបានទៅជា y ដក2លើកជាការ៉េអានេះដក2ការ៉េនេះ4នឹង16ណាបលិតវាចា16លើកទៅស្ដាំថាបូកចឹងបាន36ចុះអង្គទី2វាត្រូវស្មើប៉ុន្មានស្មើ1អូខេចឹងដើម្បីស្មើ1បានត្រូវចែកនឹងប៉ុន្មានចែកនឹង36អូខេចុះអង្គទី2វាស្មើ1ហើយឥឡូវយើងអាចចែកវានឹងប៉ុន្មានទៀតនេះព្រោះគេអត់ទុកមេគុណវាចឹងទេបើអត់ទុកចឹងចែកនឹង4ចឹងបើចែកនឹង4ដល់ក្រុមសល់ប៉ុន្មានសល់9លោកគ្រូ9អានេះអត់ទុក9ចឹងទេចឹងត្រូវចែកនឹង9បើចែកនឹង9ដល់ក្រុមសល់ប៉ុន្មានសល់4អូខេស្មើ1ចប់ហើយចឹងរៀងស្តង់ដារវាគឺប៉ុណ្ណឹង
សំណួរចុងក្រោយគេរកចាត់កម្ពូលកំណុំរួចសងរកកអនnàyចាត់ពូលនឹងកំណុំចឹងដើម្បីរកអននឹងបានយើងត្រូវរៀបរាប់រឿងមួយចំនួនសិនណាelip យើងសមីការស្តង់ដាមិញសមីការស្តង់ដាវានេះមានរាង y ដក k ណាលើកជាការ៉េលើ a ការ៉េបូកនឹង x ដក h លើកជាការ៉េលើ b ការ៉េស្មើ1 h វាស្មើប៉ុន្មាន h ស្មើ0លោកគ្រូ អូខេ h 0ចុះ k ស្មើ2 2 a យើង 3 3ណាហើយ b យើង 2លោកគ្រូ តាមទំនាក់ទំនងមួយទៀតយើងចង់រកសេព្រោះបើអត់រកសេរកកំណុំមិនបាននេះនៅក្នុងelip a b c ណាវិញជាងគេ A លោកគ្រូ អូខេអញ្ចឹងបើ a វិញជាងគេ a ស្មើនឹង a ការ៉េស្មើ b ការ៉េបូក c ការ៉េអញ្ចឹងយើងទាញរក c មកបានរឹស a ការ៉េដក b ការ៉េអញ្ចឹងអានោះវា9 4អញ្ចឹងសល់រឹសការ៉េ5អញ្ចឹង elip យើងមានអាធំមានដេកដូចឈរ ចលោកគ្រូ អាធំមាននេះ a វានៅក្រោម y អញ្ចឹងអាធំឈរអូខេហើយមានទី1គឺ coordinate ផ្ចិតវាគឺហកអញ្ចឹងយើងស្គាល់ហើយហយើងគឺ0 k យើង2 coordinate កំពូលកាលណាអតតឹងអធមវាឈរអញ្ចឹងគឺការវាអ្នកប្រែប្រួលអញ្ចឹងគឺការបូក a ហើយនឹងការដក a អញ្ចឹងហើយអញ្ចឹង0ដដែលការយើង2បូក a យើង3អញ្ចឹង2បូក3 5អានេះវា2ដក3បានដក1ក៏នៃកំណុំអានឹងគឺការបូក c ហើយនឹងការដក c វិញចឹងការយើងមិញ2 c យើងរឹសការ៉េ5អញ្ចឹង2បូករឹស5យើងមិនបាច់គណនាទេទុកចឹងចុះ2ដករឹស5សំណួរទី2ចុងក្រោយគឺសង់elip អញ្ចឹង elip ដំបូងយើងគូតម្រុយវាសិនចិត្តវាមិញ02នេះ x នេះ y ក៏ដែរអញ្ចឹងផ្ចិតយើងមើលផ្ចិតវិញគឺ x 0 y 2នេះបាច់នេះអាធំវាឈរ a វាស្មើ3អញ្ចឹងមានថាទៅលើ3មកក្រោម3អញ្ចឹងទៅលើ3 1 2 3មកក្រោម3 1 2 3នេះដល់ពេល b វា2អញ្ចឹងឆ្វេង2ស្ដាំ2អញ្ចឹងមកឆ្វេង2នេះ1 2មកស្ដាំ2 1 2នេះកន្លែងនេះអញ្ចឹងយើងគូសនេះមកគូសចាត់កោនកែងបន្ទាត់ដាច់បាទតោះមកយើងចាប់ដើមសង់នេះដក2យើងសង់ elip បានហើយនេះគឺកំពូលវាបាទនេះជា elip របស់យើងនេះជាកំពូលវាយអងនេះជាកំពូលវាយលើនេះគឺផ្ចិត e បាទប៉ុណ្ណឹងអានេះវា5អានេះដក1